Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងគ្រូបដណ្ដប់ឋានសុនភាគទី154បន្តទៀតគណៈពេលដែលអ្នកទាំង4វាបហាទៅលើក្រុមយេហ្វានតែម្នាក់ឯងមី3នាក់គណៈពេលនោះដំបងសនុកងមួយក៏បានកំទេចរាងកាយពួកវាអស់ចោលមួយចំនួនឋានទាំងបំពងនៅរាងកាយនៃព្រះរាជាមកពីបាក់ទាំង3ឲ្យទៀតទៅក្រោយទៀតផងអាស្វាក៏បានបង្ហាញខ្លួនតែពិតគឺជាមើលសម្លាញ់ចាត់របស់យេហ្វាននោះទេនឹកស្មានថាយេហ្វានបកានទឹកដីអាទីទេបលេកំសាន្តបែបនេះណាពេលនោះអាទឹកខ្មៅរួមជាមួយនឹងសមាជិកផ្សេងទៀតក៏បានមកជាបន្តហើយក៏សុំទោសផងដែលបានមកយឺតយេហ្វានគិតថាមិនមកយឺតនោះទេគឺមកចំពេលល្អខ្លាំងណាស់ជាងគេបើយេហ្វានក៏បានបញ្ចេញនៅពលឺហើយគាត់ជឿជាក់ថាបើសិនជាពួកគេរួមកម្លាំងគ្នាដែលថាមិនអាចសម្លាប់ពួកសត្រូវទាំងអស់នោះបានក៏បានសូត្រកាន់ផាំងបោទៀតថាតែឯងមានចង់ចាំនៅវិជាកូនសំងានតែកញ្ចាប់បិសាចបានបង្រៀនពួកយើងដែរឬក៏អត់ក៏តទៅវិញទៀតថាធ្វើម៉េចគាត់នឹងផ្លេចទៅកើតអញ្ចឹងមានតែឲ្យពួកវានឹងទៅគ្នាបកនឹងទៅបណ្ដោះអាសន្នហើយគាត់នឹងដំណើរការនៃក្បួននោះកញ្ចាទាំង3ក៏ចាប់ដើមបញ្ចេញអាវុធទៅរៀងខ្លួនមានទាំងចប់មានទាំងជួងហើយនឹងប្រសានចំណែកផាំងបោហើយនឹងជាងយើងក៏បានចូលទៅជាមួយនឹងមិត្តសម្លាញ់ផ្សេងទៀតអ្នកពេលដែលយេហ្វានកំពុងតែដំណើរការនៃក្បួនរបស់ខ្លួនផាំងបោលើកដាវកាប់ទៅលើជួងនោះតែអត់ប្រយោជន៍នោះទេចំណែកអាស្វាក៏បានប្រើប្រាស់នៅបងសុននុខងវិទៅលើវាងតឹងកម្លាំងរបស់វាក៏មិនខ្សោយនោះដែរវាក៏បានបង្ខំចិត្តបញ្ចេញនៅកងរបស់ខ្លួនតែរាងកាយត្រូវបានបំពងក្រោមដំបងដ៏ខ្លាំងក្លារបស់អាស្វានោះផងដែរការប៉ះគ្នានៅតែបន្តយ៉ាងខ្លាំងក្លាចំណែកបេតិកខ្មៅនិងសមាជិកផ្សេងទៀតទទួលជាមួយនឹងភាសារបស់កញ្ចាំម្នាក់ទីមកពីតាសៀទីបំផុតជាហ្វានក៏បានដំណើរការនៅក្បួននោះបានជោគជ័យក៏បានកោះហៅនៅមិត្តភ័ក្តិរបស់ខ្លួនដែលស្វែងចាប់ប្រើប្រាស់នៅបងដើម្បីរៀបរៀងពួកវាទាំង4ពួកគេក៏បានត្រឡប់មកកាន់កន្លែងរៀងខ្លួនមិនថាអាវុធឬក៏វិជាគុណទាំងអស់ក៏ត្រូវបានរួមបញ្ចូលគ្នាចូលទៅកាន់រាងកាយរបស់ជាហ្វានតែម្នាក់អញ្ចឹងពួកគេនឹងប្រើនៃការបញ្ចូលស្លាប់រស់នេះជាមួយនឹងគ្នាពួកគេសិតតែមានអាវុធរៀងខ្លួនមិនថាផាំងបោឬក៏ជាងជីនោះទេធម្មពលពួកគេទាំងអស់គ្នាក៏បានបង្កើតទៅជារូបអវតារយ៉ាងធំរបស់ជាហ្វានអញ្ចឹងមិនខ្វល់ថាជាអាវុធទិព្វឬក៏វិជាគុណអ្វីក៏ជាហ្វានអាចប្រើប្រាស់បានទាំងអស់ពួកគេស៊ូរួមសុខរួមទុក្ខជាមួយគ្នាក្នុងពេលនេះបើសិនជាយេហ្វានបរាជ័យពួកគេក៏ត្រូវបាត់បង់ជីវិតដូចគ្នាផងដែរធ្វើឲ្យកញ្ចាស់ទាំង3រួមជាមួយនឹងវាងតឹងព្យាបាលជាខ្លាំងជាមួយនឹងរូបអវតារជាមួយហើយនឹងធម្មពលទេពយ៉ាងខ្លាំងដែលហូរហៀចេញពីរាងកាយតែកញ្ចាស់នោះចង់ដឹងថាយេហ្វានដែលអាចទប់ទល់បានយូរប៉ុណ្ណាឯងចង់ធ្វើជាសត្រូវនៃតំបន់ជើងជើផងយេហ្វានលើកនឹងរៀបដៃដំណើរការប្រើប្រាស់នៅការឈូសបេតុងរបស់ឈីងយេដើម្បីទប់ទល់ជាមួយនឹងអាវុធទិព្វរបស់កញ្ចាស់ទាំង3ក៏បានបន្ថែមនៅសញ្ញាពីផ្សេងទៀតក៏បានកំទេចនៅធម្មពលរបស់វាបំផងនៅរាងកាយធ្វើឲ្យតានេះមានការភ្ជាប់ខ្លាំងមែនទែនព្រះចាំមកពីជីនយ៉ាងបញ្ចេញទឹកកញ្ចក់របស់ខ្លួនខណៈពេលនោះឃើញថាថ្មដ៏ធំមួយធ្លាក់ទៅលើអាកាសសង្កត់ទាំងកញ្ចក់នឹងមនុស្សផ្ញើទៅខាងក្រោមដល់វេណប៉ែវាងតឹងចាត់ការម្ដងហើយវាគិតថាជីវិតរបស់ជាហ្វានគឺជារបស់ខ្លួនជាហ្វានក៏ចង់ឃើញតែឯងមានសមត្ថភាពដែរឬក៏អត់ក៏បានបញ្ចេញจากដាវមួយនៅក្នុងដៃគឺជាដាវរបស់ផាំងបូគ្រូវីប្រមាណឆាញនឹងកាយនឹងពីក៏បានបបកគ្នាដូចជារថភ្លើងនៅលើអាកាសតែយើងឃើញថាខ្លួនប្រាណរបស់វាងពងគឺខ្ទាតឆ្ងាយខ្លាំងគូសំវាព្យាឲ្យខ្លាំងមែនទែននេះគឺជាធម្មពលនៃមេឃដីហេតុអីក៏ខ្លាំងដល់ថ្នាក់នេះដោយសារតែជាហ្វានមិនមានពេលវេលាច្រើនលេងជាមួយនឹងវានោះទេក៏បានបញ្ចេញនៅព្រលឹងនេះយ៉ាងធំមួយហើយនឹងពីរទៀតលំពត់វាងតឹងបង្ខំឲ្យវាប្រើប្រាស់នៅកងចាក់របស់វាក៏បានប្រើប្រាស់នៅដំបងសុនខងរបស់អាស្វាដើម្បីចំនួននៅអាវុធទៅផ្សេងជាហ្វានវិញមិនបន្ធូរដៃនោះទេវាងតឹងបានត្រឹមតែទប់ទល់តែប៉ុណ្ណោះវាមានអារម្មណ៍ថាកម្លាំងនៃធម្មពលទេរបស់ជាហ្វានខ្លាំងក្លាមែនទែនក៏បានផ្ញើរាងកាយផ្ទុកជាមួយនឹងភ្នំទូលន់ដូចជាក្របបែកគាត់សរុបនៅដំបងត្រឡប់មកវិញក៏បានសរសើរទៅកាន់អាស្វាថាដំបងរបស់វាពិតជារឹងមែនទែនអាស្វាប្រាប់ទៀតថាជាងយីជួបគ្រោះថ្នាក់ហើយជាហ្វានបារម្ភខ្លាំងណាស់បើសិនជានៅបន្តបែបនេះនាងអាចជារបួសយ៉ាងធ្ងន់ឬក៏បាត់បង់ជីវិតវិចារនោះក៏បានងើបមកវិញរបួសឡើងសោះពេញខ្លួនវាក៏បានប្រាប់ទៀតថាបើសិនជាឯងមិនព្រមប្រកល់នៅគូនេះមកឲ្យយើងនោះយើងលែងផ្ដល់ធម្មតាឲ្យឯងហើយវាក៏មិនយកជុលចំពោះជាងយីហើយនឹងស្ដេចបិសាចនោះដែរវាក៏បានបញ្ចេញនៅដៃយ៉ាក្រាមយ៉ាងធំអសរសិទ្ធិដែលផុសចេញពីដៃយ៉ាក្រាមនោះមានឥទ្ធិពលយ៉ាងខ្លាំងពីវហាទៅលើយេហ្វានដែលធ្វើឲ្យលំហស្ថិតនៅក្នុងសមុទ្រនៃខួរក្បាលរបស់ជាហ្វានចាប់ផ្ដើមប្រេះបែកក៏ប៉ះពាល់ទៅដល់អាយុជីវិតរបស់អ្នកទាំងអស់គ្នាដែលនៅទីនោះផងដែរខណៈពេលនោះដែរក៏សម្រិតបេតងវាចាប់ផ្ដើមវិលយ៉ាងញាប់បញ្ចេញនូវឥទ្ធិពលក៏បានការពារពួកគេជាហ្វានព្យាខ្លាំងមែនទែនកញ្ចាស់នោះក៏លន់មកទៀតថាតាមពិតសម្រិតបេតងនៅក្នុងរាងកាយរបស់ឯងទីតាអញ្ចឹងពួកវានឹងរួមកម្លាំងគ្នាដើម្បីសម្លាប់ជាហ្វានចោលដណ្ដើមយកនៅវត្ថុទិព្វទាំងអស់នោះមិនថាខ្លួននេះឬក៏សម្រិតបេតងនោះទេលើកនេះវាមិនឲ្យជាហ្វានរត់គេចបាននោះដែរព្រះជាទេសិកចាប់ប្រមូលផ្ដុំនៃធម្មពលប្រើប្រាស់នៅដាវបារាណរបស់ខ្លួនផ្លែដាវបាញ់សាយដូចជាភ្លៀងឈ្មោះទៅរយជាហ្វានក៏ប្រើប្រាស់នៅកញ្ជុកបេតុងដើម្បីទប់ទល់ពេលនោះគាត់មានការផ្អើលជាខ្លាំងជា
ជាហ្វាន់គិតថាធម្មពលដែលរៀងនៅដែលរបស់កញ្ចៅតាសៀមបាយមែននេះមិនមែនជាធម្មពលដែលចេញពីរាងកាយរបស់គាត់នោះទេស្ដេចបិសាចក៏បានបង្ហាញខ្លួនជាមួយនឹងកូនចៅរបស់គាត់នឹងមកជួយជាហ្វាន់ជាមួយនឹងអាវុធទិបដ៏ធំមួយពីក្រោមជើងផងដែរជាហ្វាន់សប្បាយចិត្តជាខ្លាំងក៏បានហើយឈ្មោះរៀងច្បងម្នាក់នោះពេលនេះក្រុមរបស់ជាហ្វាន់មានសង្ឃឹមរស់ឡើងវិញហើយខណៈពេលនោះក៏ប្រជាទី2ក៏បង្ហាញខ្លួនជាមួយនឹងអាវុធទិបដ៏ធំមួយហើយនឹងអាកំមាប់មកដែរឯងចង់សម្លាប់នៅកូនចៅចំណងក្រោយរបស់យើងផងវាមិនអាចទៅរួចនោះទេធ្វើឲ្យបេតិកខ្មែរសប្បាយចិត្តខ្លាំងមែនទែនលោកតាទី2របស់គាត់ទេតើអាកំមាប់គិតថាគូតែដណ្ដើមនៅខួរឆ្អឹងនោះហើយចែកគ្នាទៅដល់ពេលនោះក៏បានលេចចេញនៅវត្ថុទិបមួយទៀតនៃគ្រូសាជីដែលត្រូវជាបងប្រុសរបស់ជាងយាយនឹងឯងគួរសួរទៅកាន់វិធីថាឯងចង់ធ្វើបាបលោកប្អូនស្រីរបស់យើងឯងគិតថាគ្រូសារបស់យើងមិនមានអ្នកខ្លាំងមែនទេគ្រាន់តែគាត់ក្តាប់តែបន្តិចធម្មពលរន្ទះបាញ់ធ្វើឲ្យរំជួយពេញទីនោះគឺចាតាស៊ីភាពឲ្យខ្លាំងមែនទែនពួកគេបានត្រឹមតែឈោងមើលលើកដៃបាំងភ្នែកតែប៉ុណ្ណោះបើសិនជាពួកឯងនៅរឿងក្បាលឯងសាលបងបានជាងក្រានខ្មៅមួយក៏បានផុសចេញចំកណ្ដាលអាកាសធម្មពលនៃគ្រូសាជីនិងតាស៊ីក៏បានប៉ះគ្នាជាហ្វាន់មានការសង្ស័យដង្ហើមនេះអាចជាដង្ហើមរបស់អធិរាជអាកំបាំងពីចេះជាង3ក៏ចង់មើលថាតើពួកឯងមានសមត្ថភាពដើម្បីការពារអាចចង្រៃជាហ្វាន់នេះដែរឬក៏អត់យ៉ាងណាក៏ដោយវានឹងបញ្ជូនដល់ទីបញ្ចប់ឬទៅ3ក៏បានប្រើប្រាស់នៅកម្លាំងរៀងខ្លួនប្រុសនៃគ្រូសាជីក៏ចង់ឃើញថ្ងៃនេះគាត់នឹងផ្ដល់មេរៀនឲ្យពួកវាផងដែរតែមានបំណងចង់ធ្វើបាបអ្នកនាងនៃគ្រូសាជីស្ដេចបិសាចក៏ធ្វើសកម្មភាពដោយផ្ទាល់បើសិនជាវាហ៊ានប៉ះពាល់ជាហ្វាន់ហើយក៏មកគិតទៀតថាបើសិនជាមានការប៉ះគ្នាចឹងជើងទាំងមូលអាចជាត្រូវបំផ្លាញមិនខាននោះទេពិចារណាទី2គិតថាមើលទៅអាចជាមិនមានវិធីផ្សេងនោះឡើយគាត់ក៏បានប្រើប្រាស់នៅអាវុធទិបរបស់ខ្លួនធម្មពលដែលចេញពីអាវុធទិបទាំង6របស់ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងធ្វើឲ្យរំជួយពេញទីនោះពលឺដូចជាកាំរស្មីបានចេញពីវត្ថុទិបនីមួយៗប៉ះគ្នាយ៉ាងខ្លាំងកម្លាំងទៅឲ្យព្រមនៅក្រុមនោះក៏រងនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរជាហ្វាំងក៏លើកនៅម្រាមដៃរបស់គាត់ក្រវីចូលឡើងបន្តិចផ្គុំគ្នាហើយជាងជីនឹងប្រើប្រាស់នៅធម្មពលដែលសេសសល់របស់ខ្លួនដើម្បីសង្គ្រោះជាហ្វាន់ធ្វើនេះក៏អត់ឈាមយ៉ាងខ្លាំងជាហ្វាន់ក៏ប្រាប់ទៅកាន់នាងទៀតថាកុំបង្ខំខ្លួនអីទុកឲ្យគាត់ប្រើប្រាស់នៅវេទមន្តផ្ទាល់ខ្លួនវិញបើមិនដូច្នេះនាងនឹងជួបគ្រោះថ្នាក់តែនេះមិនអាចរត់ចោលជាហ្វាន់បាននោះទេនាងស៊ូលះបង់នៅធម្មពលចុងក្រោយរបស់ខ្លួនដើម្បីជួយសង្គ្រោះជាហ្វាន់រួមជាមួយនឹងសមាជិកផ្សេងទៀតពួកគេស៊ូស្លាប់នៅទីនេះទាំងអស់គ្នាវាយដល់ដង្ហើមចុងក្រោយខណៈពេលនឹងមានការប៉ះគ្នាយ៉ាងខ្លាំងកើតឡើងទៅហើយក៏ប្រជាអាចកំបាំម្នាក់ក៏បានបង្ហាញខ្លួនអញ្ចឹងគាត់នឹងទៅរៀបរៀងពួកគេដូចគ្នាផងដែរលើកនៅម្រាមដៃក្រវីចុះឡើងបន្តិចវិតាមុនយ៉ាងធំផុសចេញពីក្រោយខ្នងក៏ហៅនៅដាវបារាណជាច្រើនដែលបានមកសល់នៅសមរភូមិជីហ្វាន់បើកភ្នែកនៃការភ្ញាក់ផ្អើលវិតាមុនទាំងអស់នោះក៏ចាប់ផ្ដើមខំខាំងនៅវត្ថុរបស់ពួកគេទាំង6ដូច្នេះក៏បានបញ្ឈប់នៅចរណាពួកគេទាំងអស់គ្នាតែលើកលែងតែជីហ្វាន់តែម្នាក់តែប៉ុណ្ណោះកញ្ចាតែស៊ីភ្ញាក់ផ្អើលខ្លាំងមែនទែនតែនេះគឺជាអ្វីទៅដែលអាចគ្រប់គ្រងនៅវត្ថុទិបរបស់ពួកគេបានត្រឹមតែភ្ញាក់ផ្អើលតែមិនទាន់ដឹងច្បាស់ថាជាអ្នកណានោះទេព្រោះចាំនេះនោះក៏និយាយថាគាត់ចាស់ហើយកម្លាំងរបស់គាត់មានតែប៉ុណ្ណឹងមិនអាចចាប់ផ្ដើមម្ដងទៀតនោះទេជីហ្វាន់គិតថាគឺជាការរបស់គាត់ហើយគាត់នឹងសាកល្បងនៅវិជាគុណឃ្មុំសូត្រទឹកកករបស់គាត់បន្ទាប់មកក៏បានស្រូបជោគនៅដៃយ៉ាក្រាមរបស់ប្រតិចារម្នាក់នោះយំមកតងពួកគេភ្ញាក់ខ្លាំងមែនទែនតែវិជាគុណអីក៏អស្ចារ្យរតនៈនេះចាស់នោះពិតជាខឹងកុំឲ្យវាចូលរបស់យើងអីសោះក៏បានបញ្ជាកូនចាប់របស់ខ្លួននឹងឲ្យចូលទៅតែចូលទៅដូចជាចៅសាកសពអញ្ចឹងបន្ទាប់ពីគ្រប់គ្រងតែយ៉ាក្រាមនោះបានហើយជាហ្វាំងក៏បានប្រើប្រាស់នៅធម្មពលដែលចេញពីនោះវិបហាទៅលើសមាជិកនៃគ្រួសារគាត់ធ្វើឲ្យគាត់រងរបួសថាទៅបានសម្លាប់នៅអាចអចាមអស់ជាច្រើនអ្នកថែមទៀតផងអញ្ចឹងមិនត្រឹមតែគ្រួសារដទៃនោះទេពួកគេមិនអាចទប់ទល់ជាមួយនឹងដៃយ៉ាក្រាមនេះឡើយវាពិតជាខ្លាំងក្លាពិតមែនតែចុងក្រោយនៅតែធ្លាក់ក្នុងដៃរបស់ជេហ្វានដែរតែគូសរសៃសាច់រឿងរបស់យើងក៏ឆ្លៃទៅប្រព័ន្ធនេះបើសិនជាមានកំហុសក៏ជងត្រង់ណាក៏សូមអធិស្ឋានផងនេះសម្រាប់រៀងលឿនបន្តិចហើយក៏មិនសូវចម្លែកប្រមាណនោះទេ